Bạn số đây là tổng nghĩa sao cùng mà can merin mấy cái số vật và dừng khăn chụp này dối thì sao nhung lại dầu vô tới có bạn thử video bằng hàng chứ này ok chứ đi cái chi lồng hạt mũi hay thì tôi nâng lồng hạt ấyคือខ្ញុំនឹងធ្វើពីបើសិនជាអ្នកទាំងគ្នាមានតម្រូវការចង់ធ្វើបែបហ្នឹងអីមើលវីដេអូនេះពីដើមដល់ចប់នេះយើងនឹងចេះធ្វើឲ្យបានឥឡូវកុំឲ្យខាត់ពេលយូរយើងនឹងចូលទៅអនុវត្តទាំងគ្នាជំហានដំបូងយើងបង្កើតនៅកតាកិច្ចការមួយមកហើយយើងកំណត់យក margin ប៉ុណ្ណឹងណាទីតងនឹង margin យើងអាចចូលមក pick layout យើងយក margin មកយក custom margin ហើយយើងអាចកំណត់យកដូចរបស់ខ្ញុំក៏បានឬក៏ copy នឹងក៏បានដែរបាទទីតងទៅនឹង page data គឺយើងយក data បញ្ចូលណា portrait បាទហើយយើងយក OK មកតោះអញ្ចឹងទីតងទៅនឹងមេរៀននេះយើងនឹងចេះទីតងទៅនឹងការបង្កើត line ផងហើយនឹង table ទៀតណាបាទតោះឥឡូវយើងចាប់តាមធ្វើទាំងអស់គ្នាជំហានដំបូងខ្ញុំសូមចូលទៅ insert ហើយខ្ញុំធ្វើការ add នៅ text box មួយសិនបាទ text box ទីតងនឹង text box ហ្នឹងខ្ញុំអត់យក line ទេខ្ញុំយក outline ខ្ញុំយក no outline នេះហើយ fill ដូចគ្នាខ្ញុំអត់យក fill ទេយើងយក no fill មកហើយកន្លែងនេះយើងសេពាក្យ invoice បាទយើងអាចបដូរ font មកហើយយើងបរួមវាយើងបរិវាធំតិចយកប៉ុណ្ណឹងទាញវាមកដាក់នៅលើបាទហើយយើងអាចដាក់ជា bold ទៅបានជាតោកន្លែងនេះយើងចង់បានប៉ុណ្ណាយកប៉ុណ្ណឹងមកយើងសេរីតាមហ្នឹងមកអូខេជំហានបន្ទាប់ខ្ញុំចូលមកសេឈ្មោះមួយទៀត company បាទ company ចឹងទីតទៅនឹង company ហ្នឹងយើងបើសិនជាវាតូចពេកយើងអាចឡើង font បានខ្ញុំយកខ្មែរ S សៀមរាបជំហានបន្ទាប់ខ្ញុំនឹងបង្រៀនអ្នកគ្នារបៀបនៃការដាក់ line អញ្ចឹងមានន័យថាពី company ម្ដងនេះយើងត្រូវដាក់ឈ្មោះទៅអត់ប៉ុន្តែយើងអត់មានឈ្មោះដែរអញ្ចឹងកន្លែងនេះយើងត្រូវដាក់ line គេមួយអញ្ចឹងដើម្បីដាក់ line បានយើងមើលមកកន្លែង ruler ខាងលើនេះអញ្ចឹងដើម្បីដាក់បានយើងមើលមកកន្លែងនេះយើងចង់ដាក់ដល់ចំណុចម៉ែនោះថាយើងចង់ដាក់ដល់លេខ3បាទអញ្ចឹងយើងចុច double click នៅកន្លែងនេះមកមានន័យថាចុច mouse ឆ្វេង2ដងបាទកុំទៅលើពេកឬក៏កុំមកក្រោមពេកយើងធ្វើម៉េចមើលដាក់ឲ្យបានផែខ្ញុំហ្នឹងទៅបានហើយបាទអញ្ចឹងចុច double click មកអូខេយើងបានប៉ុណ្ណឹងហើយកន្លែងនេះយើងយកលេខ3កន្លែងនេះយើងយក alignment យើងយក left ដោយសារយើងយកពីឆ្វេងស្ដាំមកអញ្ចឹងត្រូវយកលេខហ្នឹងហើយទៅតង ladder យើងយកលេខ4មកអូខេយើងចុច OK មកបាទជំហានបន្ទាប់យើងធ្វើគេទៀតវាទុនហើយទេដោយសារវាទុនចាញ់ហើយអញ្ចឹងដើម្បីឲ្យវាចេញបានយើងត្រូវចុច keyboard មួយទៀតចុច key គេចុច key tab នេះបាទចុច key tab ហ្នឹងមកចូលមកវត្តមកបាទចុច key tab អូខេអញ្ចឹងវាចេញឲ្យប៉ុណ្ណឹងហើយទោះពីបានប៉ុណ្ណឹងហើយយើងចុះក្រោមទៀតមកហើយកន្លែងនេះយើងដាក់ complete address តទៀតតងកន្លែងនេះយើងត្រូវដាក់ line យ៉ាងដែរក៏តែយើងដាក់ដល់12អញ្ចឹងតទៅនឹងកន្លែងនេះខ្ញុំដាក់រៀងវែងយកដល់ត្រឹមលេខយកត្រឹមលេខ5ចុះ5កន្លះចុះបាទអញ្ចឹងខ្ញុំចុច double click មកហើយនេះយើងយកហេតុអីបានជាវាចេញលេខ2នេះលេខ3មួយលេខ5លេខ5មួយដោយសារលេខ3ហ្នឹងយើងដាក់នៅកន្លែងនេះមួយអញ្ចឹងបានវាចេញអញ្ចឹងណាអញ្ចឹងអ្វីដែលយើងត្រូវយកគឺយើងយកលេខ5នេះដោយសារយើងដាក់ត្រឹមលេខ5ហើយយើងចុចកន្លែងនេះយើងអត់ស្រីទេយកហ្នឹងហើយ leader យើងយកលេខ4មកចុច OK មកហើយយើងចុច tab បាទហេតុអីបានវាចេញលេខ3មុនអត់ចេញលេខ5ដោយសារវាជួបនៅកន្លែង3មួយនេះអញ្ចឹងយើងដោះវាចេញមកយើងចុចមកឆ្វេងជួបហើយទាញវាមកក្រោមមកបាទអញ្ចឹងវាចេញដល់លេខ5កន្លែងនេះអូខេតទៀតយើងទៅសេទៀតមក invoice ហើយកន្លែងនេះយើងត្រូវថែមline មួយទៀតយើងយកត្រឹមលេខ7កន្លះអូខេកន្លែងនេះដែរទេយើងយកលេខ7កន្លះមកហើយនេះយើងយកលេខ4ចូល OK មកហើយយើងចុច tab ទៀតតោះជំហានបន្ទាប់ទៀតយើងចូលមកយើងចុចតយើងសេលេខទូរស័ព្ទជំនាញណងយើងអាចដាក់ប៉ុណ្្នឹងមកហើយយើងយកត្រឹមលេខ2កន្លះដោយសារហ្នឹងខ្ញុំដាក់ដល់3អញ្ចឹងខ្ញុំយកត្រឹម2កន្លះបានហើយ 2.5 ហើយនេះយកលេខ4ចុច OK មកយើងចុច tab បាទតទៀតកន្លែងហ្នឹងយើងដាក់ fetch យើងចុច2មកយើងយកត្រឹមលេខ4បាទឬក៏4កន្លះលេខ4ចុះបាទយើងលេខ4តែយើងចុចលើលេខ4មកហើយកន្លែង leader យើងយកលេខ4អត់ដែរអូខេហើយយើងចុច tab តទៀតយើងដាក់ mail email ចុច2មកកន្លែងហ្នឹងខ្ញុំយកត្រឹមលេខ5កន្លះដែរអញ្ចឹងលេខ5កន្លះហ្នឹងដោយសារខ្ញុំដាក់ពីលើហើយអញ្ចឹងខ្ញុំមិនបាច់ចាំចុចម្ដងទៀតទេខ្ញុំគាត់តែចុច tab មកវាឲ្យអ្នកឃើញវាស្មើគ្នាបាទហើយកន្លែងនេះយើងដាក់ date បាទ date អញ្ចឹងកន្លែងហ្នឹងយើងយកត្រឹមលេខ7កន្លះដែរអញ្ចឹងយើងមិនដាក់ទៀតទេយើងគ្រាន់តែចុច tab ទៅបានហើយកន្លែងហ្នឹងអូខេតទៀតចុចតមកយើងដាក់ bill to យើងចុច2មកអានេះចេះស្អីដោយសារវាចេញ save ខ្ញុំដោះចេញសិនដោយសារកន្លែងហ្នឹងយើងអាចដាក់ line ឲ្យចេញត្រូវដោះវាចេញណាដូចគ្នានេះដូចគ្នានេះដែរបាទយើងដាក់ទេចឹងយើងចុចដក click តិចមកយើងដាក់ shift to អូខេយើងបានប៉ុណ្ណឹងហើយយើងចុះតមកយើងថែមនៅ address សតធំមក
ចឹងទីតងកន្លែង address ហ្នឹងយើងត្រូវដាក់ line ទៀតចឹងកន្លែង line ខ្ញុំយកត្រឹមលេខ4បាទយកលេខ4យើងចុចយកកន្លែងមកយើងអូខេហើយយើងចុច tab កន្លែងហ្នឹងដែលយើងព្យាយាមមើលទៅគឺថាយើងអាចធ្វើបានហើយវាស្រួលទៅកន្លែងហ្នឹងកន្លែងនេះយកត្រឹមលេខ7កន្លះបាទ 7.5 នេះមកអូខេយើងចុច tab អ្នកនរឃើញវាស្មើគ្នាកន្លែងនេះបើសិនជាយើងប្រើ underscore ឬក៏យើងប្រើ save អីវារៀងបាក់ដែរតែបើយើងប្រើនេះវាស្រួលហើយយើងលឿនអញ្ចឹងណាបាទចុចតូនណាបាទចុច2មកតោះ city ខ្ញុំយកដល់លេខ4ដដែលអញ្ចឹងកន្លែងហ្នឹងខ្ញុំមិនបាច់ចាំចុចម្ដងទៀតទេខ្ញុំគ្រាន់តែចុច tab ទៅវាឲ្យនេះបាទដដែលជា city ទៀតអូខេចុច2ខ្ញុំចុច tab មកឲ្យអូខេខ្ញុំសូមបរួមតិចដោយសារខ្លាចដាក់វាអស់ដោយសារលំហាត់ច្រើនបាទខ្ញុំដាក់ប៉ុណ្ណឹងយើងចុះបន្ទោទៀតមកយើងអត់ទាន់អស់ទេកន្លែងហ្នឹងយើងពេញព័ត៌មានគេអស់សិនអានេះយើងដាក់ line ដែរក៏តែ line នេះយកត្រឹមលេខ5កន្លះណាបាទចុចលើវាលេខ5កន្លះមកលេខ4ចុចអូខេយើងចុច tab ទៀតតទៀតយើងដាក់ zip code យើងយកត្រឹមលេខ7កន្លះអញ្ចឹងយើងមិនចាំដាក់វាទៀតទេដោយសារមានយើងចុច tab មកតទៀតcountry បាទជំនាញបន្ទាប់ country ជាស្រ័យពេក you countries បាទកន្លែងហ្នឹងវាមាន line តែ2ទេអញ្ចឹង line ទី1យើងយកត្រឹមលេខ2កន្លះអញ្ចឹងយើងចុច tab មកតទៀតយើង copy មួយអញ្ចឹងកន្លែងនេះដោយសារគេដាក់ line អញ្ចឹងយើងដោះនេះចេញសិនដោះនេះចេញដែរអានេះចេញដែរហើយយើងចុចដក clear តិចមកយើងមកដាក់វានៅនេះអូខេហើយនេះយើងដាក់ line ដែរយើងចុចលេខ7មកឡើយនេះយក7កន្លះ 7.5 ហើយយកលេខ4អូខេយើងចុច tab មកអានេះយើងមកទៅសេនៅនេះវិញបាទតោះបន្តទៀតយើង comment មួយមកយើងចុច2មកហើយកន្លែងនេះខ្ញុំយក line វាដល់លេខ7កន្លះបាទដើម្បីស្មើនឹងខាងលើអញ្ចឹងចុចកន្លែងហ្នឹងមកលេខ7កន្លះហើយយើងចុចលេខ4អូខេមកយើងចុច tab កន្លែងនេះដោះចេញមួយដោយសារវាទៀតនៅកន្លែងនេះបាទអញ្ចឹងវាម្ដងនេះលេខ7កន្លះតោះបន្តទៀតយើងបង្កើត table មួយដោយសារ table យើងត្រូវបញ្ចូលនៅតារាងឲ្យគេដែរបាទអញ្ចឹងដើម្បីដាក់តារាងបានយើងរៀនហើយអីទីក្នុងនឹងរៀនមុនអញ្ចឹងបើសិនជាយើងអត់ចាំទេយើងចូលមកមើលទាំងអស់គ្នាទៀតមកយើងចូល insert ហើយយក table បាទ table នេះមានជួរដេក6ហើយនឹងជួរឈរ2ណាបាទអញ្ចឹងជួរដេកយើងមាន6ជួរឈរយើងមានតែ2ទេបាទតោះបានប៉ុណ្ណឹងយើងបរិតិចក៏បានដែរបើសិនជាវាតូចប៉ុណ្ណឹងមកតោះហើយយើងសរសយើងដាក់សទៅកណ្ដាលតោះសរសរបស់គ្នាអូខេតោះអញ្ចឹងទៅពីបានប៉ុណ្្នឹងហើយអសនេះដោយសារវាអត់ទាន់នៅកណ្ដាលតារាងទេដូចនេះអញ្ចឹងខាងនេះទូចហើយខាងនេះធំអញ្ចឹងត្រូវដាក់វានៅកណ្ដាលណាអញ្ចឹងដើម្បីដាក់វានៅកណ្ដាលបាន select ទាំងអស់នេះមកចូលកន្លែងនេះបាទ paragraph ហើយយក center មកនៅកណ្ដាលហើយអូខេបន្តទៀតគឺយើងត្រូវដាក់ពណ៌នៅក្នុងនេះកន្លែងហ្នឹងអញ្ចឹងតើតើនឹងអសនេះគឺយើងដូរពណ៌ដែរអញ្ចឹងមុននឹងដូរពណ៌យើងត្រូវចូលទៅអញ្ចឹងមុននឹងដូរពណ៌អសយើងត្រូវតែដាក់ពណ៌ background នៅវាសិនបាទអញ្ចឹងយើងអាចដាក់មួយក៏បានដោយចុចលើវាមួយមកយើងចូល home ហើយយើងចូលមកកន្លែង paragraph យើងយកកន្លែង shading នេះបាទចូលកន្លែងហ្នឹងមកយើងដាក់ពណ៌បានឃើញទេបាទចុចកន្លែងហ្នឹងអូខេបើសិនជាយើងអត់ចង់ដាក់មួយអញ្ចឹងទេយើង select ទាំងអស់មក select ទាំងអស់ហើយចូលមកដាក់ពណ៌មកបានដូចគ្នាណាហើយទីក្នុងពណ៌សបើសិនជាយើងអត់ឆ្លាញ់ពណ៌សពណ៌ខ្មៅទេយើងអាចដាក់ពណ៌សបានចុចកន្លែងនេះមកយកពណ៌សវិញអូខេបានដូចគ្នាតោះបន្តទៀតគឺទាក់ទងនឹងការបង្កើតតារាងដែរទេចឹងដើម្បីបង្កើតតារាងបានយើងដឹងហើយចូល insert មកយក table ជួរដែលរបស់យើងមានតែ4ទេជួរមានតែ2ចឹងដោយសារតារាងរបស់យើងអស់ធ្វើលេខ8យើងបានតែ8ទេអញ្ចឹងយើងត្រូវ add time ចឹងដើម្បី add time បានយើងត្រូវធ្វើម៉េចបាទយើងតោះគ្នាចេះ add time ហ៎អញ្ចឹងដោយសារយើងរួមមក1 2 3 4 5 6 7 8អញ្ចឹងវាទាំងអស់វា12ប៉ុន្តែយើងបានតែ8ទេអញ្ចឹងដើម្បី add time បានយើងអាចមកកន្លែងនេះយើងយក cursor របស់យើងហ្នឹងតែកំពុងវល់ហ្នឹងចូលមកដាក់កន្លែងនេះមកនេះឃើញសញ្ញាបូកឯងយើងចុចមួយមកបាទ8ហើយយើងចុចមួយមកបាន9 10 11 12បានយើងអាច time បែបហ្នឹងបានអូខេតោះ
តទៀតយើងទៅសេអសដែរទេប៉ុន្តែយើងស្រេតារាងនេះសិនកន្លែងនេះខ្ញុំសូមដាក់រៀងតូចហើយកន្លែងនេះស្រេរៀងធំតិចយើងយក style តិចណាកន្លែងហ្នឹងកន្លែងដូចគ្នាបាទខ្ញុំបានប៉ុណ្ណឹងតោះជំនាញដំបូងខ្ញុំដាក់ពណ៌វាសិនយើង select ទាំងអស់មកចូលមក home យើងយក shading កន្លែងនេះ select ពណ៌អីយកពណ៌ហ្នឹងមកយកពណ៌ហ្នឹងម្ដងបាទយើងដាក់អក្សរឲ្យហាពណ៌អក្សរឲ្យមកយកពណ៌សមកអក្សរគឺនៅ block ដែរយក center បានតទៀតយើងសេអក្សរទៅណា quality បាទអញ្ចឹងកន្លែងនេះគឺយើងអត់បញ្ចូលអីទេយើងមកបញ្ចូលនៅក្រោមនេះបន្តិចបាទអញ្ចឹងទីតងកន្លែងនេះខ្ញុំសូមលុបតារាងនេះចេញសិននេះតារាងជួឈររបស់យើងនេះអញ្ចឹងដើម្បីលុបបានយើងចូលមក layout យើងយក eraser បាទអញ្ចឹងយើងលុប1 2 3 4 5អញ្ចឹងយើងលុបដល់នេះអញ្ចឹងដើម្បីលុបបានយើងចុចលើវាមកអូខេយើងចុច map ហ្នឹងនឹង eraser យើងអាចលុបបានមួយបើសិនយើងប្រើមើលវាលឿនដែរបាទតទៀតយើងដោះ eraser មកហើយយើងមកតតារាងនៅកន្លែងនេះវិញវាថាកន្លែងនេះយើងធ្វើ style តារាងតិចណាយើងតកន្លែងនេះមកយើងយក draw table យើងគូបែបហ្នឹងមក draw table របស់យើងយើងចុចមកឆ្វេងជួមកយើងទាញក្រោមមកវាឲ្យតទៀតយើងសេសតិចសិនណាសយើងដាក់នៅកណ្ដាលដដែលបាទយើងបានប៉ុណ្ណឹងហើយយើងនៅបញ្ចូលព័ត៌មានខាងក្រោមនេះតាមតិចទៀតយើងហើយបាទតោះឥឡូវយើងមកបញ្ចូលព័ត៌មានខាងក្រោមនេះបន្តិចសិនឥឡូវហ្នឹងយើងទៅសេសយើងនឹងដាក់ line ដដែលទេបាទតោះកន្លែងនេះយើង add line ដដែលហ្នឹងយើងយកដល់ទំលេខ5បាទយើងយកទំលេខ5 double click មកលេខ4ចុច OK ហើយយើងចុច tab កន្លែងហ្នឹងសូមរៀងលឿនណាហើយសារខ្ញុំបង្ហាញពីលើមកហើយកន្លែងនេះយើងយកដល់លេខ5ម្ដងយើងចុច tab មកយើងដាក់ line តិចចឹងណាបាទយើងចុច tab មកមានស្រាប់អីហើយដាក់ add កន្លែងនេះយើងយកដាក់ table ដែរជាស្រ័យយើងដាក់ line ដែរយើងយកទំលេខ6កន្លះមកលេខ6បានហើយបាទតោះលេខ6យើងចុចលេខ4អូខេមកចុច tab ប៉ុណ្ណឹងហើយនៅខាងក្រោមតិចទៀតកន្លែងនេះខ្ញុំសូមបដូរពណ៌អក្សរតិចសិនហើយយក font បានយក font ហ្នឹងហើយដាក់ពណ៌តិចអូខេអញ្ចឹងតើតងទៅនឹងលំហាត់នៃការធ្វើ invoice របស់យើងគឺមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាមានចម្ងល់ឬក៏អត់ទាន់កន្លែងណាមួយអាចសួរខ្ញុំបានណាបាទអញ្ចឹងជាចុងក្រោយក៏សូមអរគុណហើយជម្រាបលាយើងនឹងជួបគ្នានៅវីដេអូបន្តទៀតណាបាទអរគុណច្រើន